មានដីស្រឡាញ់មានសន្តិភាពនេះគឺជាសកម្មភាពរបស់បងប្អូនពួកយើងកំពុងរៀបចំស្បៀងអាហារហើយនិងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនសម្រាប់បងប្អូនពុកម៉ែជនភៀសសឹកហើយក្នុងនេះយើងបានរៀបខ្ទឹមទឹកត្រីទឹកស្អ៊ីវហើយប៊ីចេងស្ករសធូបមូសត្រីងៀតហើយនិងត្រីខហើយនិងកាតេលផងដែរយើងដឹងថាវាមិនទាន់គ្រប់គ្រាន់ទេប៉ុន្តែនេះគឺជាអ្វីដែលយើងរៀបចំក្នុងដំណាក់កាលនេះហើយយើងនឹងបន្តគៀងគោសប្បុរសជនក៏ដូចជាលើកទឹកចិត្តបងប្អូនទាំងអស់គ្នាឲ្យរួបរวมស្មារតីតែមួយដើម្បីពុកម៉ែបងប្អូនជនភៀសសឹកហើយយើងសង្ឃឹមថាពួកគាត់ឆាប់បានត្រឡប់ទៅផ្ទះវិញហើយរស់ដោយសុខសាន្តក្មេងៗនឹងឆាប់បានត្រឡប់ទៅរៀននៅសាលាវិញណាកូនណាដែលឡែកបងប្អូនរបស់យើងក៏បានយកសម្លៀកបំពាក់នេះជាទឹកចិត្តមែនតើសម្លៀកបំពាក់យកមកឲ្យបងប្អូនជនភៀសសឹកផងយើងមានកៅអៅក្មេងៗកៅអៅចាស់ៗកៅអៅស្ត្រីនិងបុរសហើយគាត់នៅខាងនោះអរគុណច្រើនបងហងអរគុណ